ដើម្បីជ្រាបចូលទៅក្នុងម្ហូបបែបជប៉ុនពិតៗភោជនីយដ្ឋានប្រពៃណីជប៉ុនទទួលយកសិក្ខាកាមបរទេសដែលគាំទ្រដោយក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទខ្ញុំគិតថាវាជាឱកាសល្អសម្រាប់មេចុងភៅបរទេសដើម្បីរៀនផ្សំគ្រឿងបណ្ដាគ្រឿងផ្សំឲ្យបានត្រឹមត្រូវក្នុងពេលវេលាកំណត់និងរបៀបបង្ហាញគ្រឿងផ្សំតាមរដូវកាលតំណាងភោជនីយដ្ឋានបែបប្រពៃណីជប៉ុនគីគុននីអូទទួលយកសិក្ខាកាមបរទេសជាច្រើនខ្ញុំគិតថាមេចុងភៅបរទេសអាចស្គាល់មុខម្ហូបដោយការមើលនិងភាសាកាយវិការវិធីសាស្ត្របែបនេះមានដែនកំណត់សម្រាប់ការយល់ដឹងក្នុងករណីនោះយើងប្រើកម្មវិធីបកប្រែដើម្បីធ្វើឲ្យទំនាក់ទំនងបានរលូនជាការពិតណាស់ខ្ញុំសង្ឃឹមថាពួកគេនឹងត្រឡប់ទៅប្រទេសកំណើតវិញដើម្បីចម្អិនម្ហូបជប៉ុនពិតប្រាកដដែលអាចទទួលយកបានសម្រាប់អតិថិជនរបស់មាតុភូមិ algo diferente que noté tiene វាឆ្ងាញ់ជាងម្ហូបរបស់យើងទៅទៀតខ្ញុំបានដឹងពីរសជាតិពិតនៃ Ichiban Dashi បន្ទាប់ពីគាត់ត្រឡប់ទៅមិចស៊ិកវិញខ្ញុំសង្ឃឹមថាគាត់នឹងណែនាំអំពីភាពត្រឹមត្រូវនៃភោជនីយដ្ឋានបែបប្រពៃណីជប៉ុនអ៊ូសាបូរ៉ូគឺជាភោជនីយដ្ឋានប្រពៃណីដ៏ល្បីល្បាញមួយដែលបានបង្កើតឡើងកាលពី260ឆ្នាំមុនវារក្សារចនាបថពិតប្រាកដនៃផ្ទៃខាងក្នុងនិងវិធីសាស្ត្រចម្អិនអាហារវាជាឱកាសក្នុងការស្រូបយកសារធាតុនៃម្ហូបជប៉ុនまた一から改めて私も含めនៅពេលដែលសិក្ខាកាមជនបរទេសមកទីនេះបុគ្គលិករួមទាំងខ្ញុំនឹងអាចធ្វើការជាមួយគ្នាដើម្បីរៀនពីមូលដ្ឋាននៃការចម្អិនអាហារម្ដងទៀតខ្ញុំគិតថាវាជាឱកាសដ៏មានតម្លៃណាស់បន្ទាប់ពីពួកគេបានសិក្សានៅទីក្រុងតូក្យូហើយត្រឡប់ទៅប្រទេសកំណើតវិញខ្ញុំសង្ឃឹមថាពួកគេនឹងបន្តធ្វើម្ហូបជប៉ុនពិតប្រាកដしていってもらえたらなと思いますしម្ចាស់ភោជនីយដ្ឋានបែបប្រពៃណីជប៉ុនវិតម្លៃខ្ពស់ចំពោះអាកប្បកិរិយារបស់សិក្ខាកាមបរទេសឧស្សាហ៍ព្យាយាមខ្លាំងណាស់ការផ្លាស់ប្ដូរគ្រូបង្គោលនិងសិក្ខាកាមទៅវិញទៅមកនៅក្រៅព្រំដែនរួមចំណែកដល់ការជ្រៀតចូលអាហារជប៉ុនពិតប្រាកដ